សួស្តីសំណប់មិត្តអ្នកស្ដាប់រាល់គ្នាសូមស្វាគមន៍មកកាន់ podcast មួយទៀតរបស់យើងនៅថ្ងៃនេះយើងនឹងនិយាយអំពីព្រំជំនាញដ៏មានអត្ថប្រយោជន៍ខ្លាំងដែលអាចជួយឲ្យអ្នកមានលុយចាយបានរហូតមួយជីវិតមិនថាអ្នកជានរណាមកពីណាឬក៏មានកម្រិតការអប់រំយ៉ាងដូចម្ដេចសមត្ថភាពក្នុងការអភិវឌ្ឍជំនាញទាំងនេះអាចបំផុសសេដ្ឋកិច្ចរបស់អ្នកឲ្យរីកចម្រើនបានយ៉ាងពិតប្រាកដចូលយ៉ាងចាប់ផ្ដើមជំនាញដោះស្រាយបញ្ហាគឺជាការសមត្ថភាពដែលអ្នកមានក្នុងការទទួលស្គាល់បញ្ហាពិចារណាលើវាហើយរកវិធីដោះស្រាយយ៉ាងមានប្រសិទ្ធភាពនៅក្នុងពិភពការងារនិងអាជីវកម្មអ្នកដែលអាចដោះស្រាយបញ្ហាបានលឿននិងមានប្រសិទ្ធភាពគឺជាអ្នកដែលក្រុមហ៊ុនតែងតែចង់រកបើអ្នកអាចដោះស្រាយបញ្ហាដែលមនុស្សផ្សេងៗមិនអាចដោះស្រាយបាននោះអ្នកនឹងក្លាយជាអ្នកមានតម្លៃខ្លាំងហើយសាក់ដុំនឹងប្រាក់ឈ្នួលខ្ពស់មនុស្សគ្រប់រូបនៅលើពិភពលោកនេះគ្រប់គ្នាត្រូវការជំនាញលក់មិនមែនត្រឹមតែការលក់ផលិតផលឬសេវាកម្មប៉ុណ្ណោះទេប៉ុន្តែវាជាជំនាញការលក់គំនិតការលក់ខ្លួនឯងការផ្ដល់អំណោយភាពទៅអ្នកដទៃអ្នកដែលចេះលក់អាចធ្វើអាជីវកម្មបានច្រើនអាចរកប្រាក់ច្រើនហើយអាចស្នាក់នៅក្នុងទីផ្សារបានយូរជាងអ្នកដែលមិនចេះលក់អ្នកដែលមានជំនាញលក់ល្អអាចរកប្រាក់បានគ្រប់ទីកន្លែងជំនាញទី3ជំនាញគ្រប់គ្រងសារភ័ក្ត្រភុនការរកលុយជារឿងមួយប៉ុន្តែការរក្សាលុយនិងបង្កើនវាជារឿងសំខាន់ជាងអ្នកដែលមានជំនាញគ្រប់គ្រងសារភ័ក្ត្រភុនល្អអាចធ្វើឲ្យប្រាក់ធំធេងកើតចេញពីប្រាក់តិចតួចជំនាញនេះរួមបញ្ចូលការរៀបចំថវិកាការវិនិយោគការរៀបចំដំណើរការសន្សំប្រាក់និងការទប់ស្កាត់ចំណាយលើរបស់ដែលមិនចាំបាច់អ្នកមានជំនាញនេះនឹងមិនខ្វះលុយជាមួយមួយជីវិតទេជំនាញទី4ជំនាញបង្កើតបណ្ដាញនិងទំនាក់ទំនង Network is network គឺជាឃ្លាដែលមានអត្ថន័យជ្រៅខ្លាំងមនុស្សដែលមានបណ្ដាញទំនាក់ទំនងធំនិងគុណភាពល្អគឺជាអ្នកដែលអាចរកឱកាសអាជីវកម្មឬការងារបានរៀងរាល់ថ្ងៃការទំនាក់ទំនងល្អអាចនាំឲ្យមានការជួយគ្នាឆ្លងកាត់សង្គ្រាមនិងអាចពង្រីកឱកាសក្នុងជីវិតបានទំនាក់ទំនងល្អអាចបើកទ្វារដល់ភាពមានសម្បត្តិបានយ៉ាងគួរឲ្យជឿពិភពលោកកំពុងផ្លាស់ប្ដូរយ៉ាងលឿនអ្នកដែលនៅតែប្រើចំណេះដឹងចាស់ៗមិនបានសម័យនឹងបច្ចេកវិទ្យាថ្មីៗនឹងនៅស្ថិតក្នុងភាពបាក់បែកបើអ្នកចេះរៀនដោយខ្លួនឯងមានការចង់ដឹងចង់ឃើញជានិច្ចហើយអាចបង្កើនជំនាញថ្មីៗជាប្រចាំអ្នកនឹងអាចបន្តរកលុយនិងធ្វើឲ្យខ្លួនឯងមានតម្លៃកាន់តែខ្ពស់ការរៀនដោយខ្លួនឯងជាជំនាញដ៏សំខាន់ក្នុងសតវត្សទី21មិត្តអ្នកស្ដាប់ជាទីគោរពនេះជាជំនាញ5ប្រភេទដែលអាចជួយឲ្យអ្នកមានលុយចាយបានមួយជីវិតចូលជ្រើសរើសយកយ៉ាងត្រឹមត្រូវចាប់ផ្ដើមអភិវឌ្ឍខ្លួនឯងសប្តាហ៍ថ្ងៃនេះហើយអ្នកនឹងឃើញភាពផ្លាស់ប្ដូរយ៉ាងច្បាស់ក្នុងជីវិតសូមអរគុណសម្រាប់ការស្ដាប់ហើយសូមជួយចែករំលែក podcast នេះដល់មិត្តភ័ក្តិអ្នកផងដែរជួបគ្នាថ្ងៃក្រោយ